ជំរាបសួរអស់លោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីភាសាកាយវិការអ្នកដែលមានភាពស្ទាត់ជំនាញនៅក្នុងការនិយាយគេមិនមែនគ្រាន់តែចេះប្រើតែបបោមាត់មួយមុខនោះទេប៉ុន្តែគេចេះប្រើទាំងទឹកមុខព្រមទាំងកាយវិការផ្សេងៗទៀតរួមផ្សំផងដែរភាសាកាយគឺជាមធ្យោបាយដ៏សំខាន់ដែលមនុស្សតែងប្រើនៅក្នុងការផ្ដល់អត្ថន័យផ្សេងៗដល់គ្នាទៅវិញទៅមកវាចាប់តាំងពីពេលដែលមនុស្សនៅជាទារកមិនទាន់ចេះនិយាយស្ដីនោះមកម្លេះការផ្ដល់នៅអារម្មណ៍ឲ្យគ្នាទៅវិញទៅមកតាមរយៈក្រសែភ្នែកតាមរយៈទឹកមុខការធ្វើដៃធ្វើជើងវាសុទ្ធតែជាការបង្ហាញឲ្យយើងដឹងពីចេតនាផ្សេងៗរបស់ភាគីមួយឲ្យភាគីមួយទៀតឬក៏គូសន្ទនាបានទទួលដឹងការនិយាយដោយកាយវិការក្អេងក្អាងឬក៏គេហៅខ្លីថាការបោះឃ្លៀឬក៏បែបស្ងៀមថ្មឹងដូចរូបចម្លាក់ទាំងនោះហើយគឺសុទ្ធតែជាអាកប្បកិរិយាដែលមិនបានធ្វើឲ្យដៃគូសន្ទនារបស់យើងឬក៏អ្នកដែលស្ដាប់ការនិយាយរបស់យើងគេយកចិត្តទុកដាក់ឬក៏ផ្ដល់តម្លៃឲ្យយើងនៅក្នុងការនិយាយនោះប៉ុន្មានទេរីឯលក្ខណៈរខិរខារយៈគ្មានសណ្ដាប់ធ្នាប់ក៏ធ្វើឲ្យអ្នកស្ដាប់គេមិនផ្ដល់តម្លៃមិនផ្ដល់ភាពសំខាន់ឬក៏អាចជាការបន្ទាបបន្ថោកមកដល់យើងទៀតអញ្ចឹងវាធ្វើឲ្យអ្នកស្ដាប់ហ្នឹងគេឆ្ងល់ឬក៏អាកប្បកិរិយាឲ្យមិននឹងណវាធ្វើឲ្យគេគ្មានជំនឿមកលើយើងឬក៏ការនិយាយដោយទឹកមុខមាំធ្វើឲ្យដៃគូសន្ទនាឬក៏អ្នកស្ដាប់របស់យើងហ្នឹងគេមានភាពតានតឹងឬក៏គេកាន់តែប្រយ័ត្នខ្លួននៅកំឡុងពេលដែលកំពុងនិយាយជាមួយយើងសរុបមកវិញការចេះភាសានិយាយគឺត្រូវចេះទាំងភាសាកាយវិការយើងគួររៀនសង្កេតភាសាកាយរបស់អ្នកស្ដាប់យើងដើម្បីដឹងថាគេចាប់អារម្មណ៍និងស្ដាប់យើងនៅក្នុងកម្រិតណាដែលជួយដាស់តឿនដល់យើងថាតើយើងត្រូវបត់បែនដោយបណ្ឌិតទៀតហើយត្រូវចេះប្រើភាសាកាយរបស់យើងពេលកំពុងនិយាយដើម្បីធ្វើជាល្បោយដល់ភាសានិយាយរបស់យើងប៉ុន្តែចូលចាំថាល្បោយវាមានកំណត់បើយើងដាក់ច្រើនពេកក៏វាជាបញ្ហាដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាបានថ្លឹងថ្លែងអំពីអ្វីដែលយើងនឹងត្រូវបរិយាយដូច្នេះបងប្អូនទាំងអស់គ្នាសូមមើលឡើងវិញអំពីការសន្ទនារបស់យើងហើយនឹងកាយវិការរបស់យើងនៅកំឡុងពេលដែលយើងកំពុងនិយាយអរគុណអស់លោកអ្នកបងប្អូនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរឲ្យអស់លោកអ្នកបងប្អូនទាំងអស់គ្នាបានចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ We learn together we grow together ជួបគ្នានៅក្នុងវីដេអូក្រោយ Bye bye